តើវាពិតជាអាចបង្កើតភាពស្មើគ្នាសម្រាប់គ្រប់គ្រងក្លឹបទាំងអស់ឬគ្រាន់តែជាឧបករណ៍ការពារក្លឹបអ្នកមានដើម្បីដឹងរឿងរ៉ាវនេះមកតាមដានជាមួយ admin ទាំងអស់គ្នានៅដើមទសវត្សរ៍ឆ្នាំ2010សហព័ន្ធបាល់ទាត់អឺរ៉ុបដែលហៅកាត់ថា UEFA បានណែនាំនៅបទបញ្ញត្តិដ៏សំខាន់មួយដែលមានឈ្មោះថា Financial Fair Play ដែលយើងតែងតែហៅកាត់ថា FFP ឬអាចបកប្រែថាច្បាប់យុត្តិធម៌ផ្នែកហិរញ្ញវត្ថុក្នុងគោលបំណងផ្លូវការគឺដើម្បីរារាំងក្លឹបបាល់ទាត់ពីការចំណាយលើសលប់ពីអ្វីដែលពួកគេរកបានកាត់បន្ថយបំណុលដែលពួកគេកំពុងកើនឡើងនិងនាំមកនូវស្ថិរភាពហិរញ្ញវត្ថុដល់វិស័យបាល់ទាត់អឺរ៉ុបប៉ុន្តែជាងមួយទសវត្សរ៍ក្រោយមកសំណួរដ៏ធំមួយនៅតែចោទសួរថាតើ Financial Fair Play ពិតជាបានបង្កើតការស្មើភាពគ្នាពិតមែនឬវាគ្រាន់តែជាឧបករណ៍ដែលជួយការពារក្លឹបមហាអំណាចដែលមានស្រាប់មុនពេលមាន Financial Fair Play បាល់ទាត់អឺរ៉ុបពោរពេញទៅដោយភាពវឹកវរផ្នែកហិរញ្ញវត្ថុក្លឹបមួយចំនួនដែលមានម្ចាស់ជាមហាសេដ្ឋីបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញភាពជោគជ័យក្នុងរយៈពេលដ៏ខ្លីដែលធ្វើឲ្យតម្លៃខ្លួនកីឡាករនិងប្រាក់ខែរបស់ពួកគេកើនឡើងយ៉ាងគំហុកក្លឹបជាច្រើនទៀតបានជំពាក់បំណុលវាន់កក្នុងការប្រជែងដណ្ដើមពានហើយពេលខ្លះនោះ Financial Fair Play ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាទាំងនេះដោយមានគោលការណ៍ស្នូលមួយនោះគឺ Break Even Requirement ដែលតម្រូវឲ្យក្លឹបត្រូវតែរក្សាតុល្យភាពរវាងចំណូលនិងចំណាយក្នុងរយៈពេលត្រួតពិនិត្យ3ឆ្នាំម្ដងចំណូលដែលត្រូវបានគិតរួមមានប្រាក់ពីការលក់សំបុត្រសិទ្ធិផ្សព្វផ្សាយតាមទូរទស្សន៍និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជាការឧបត្ថម្ភនិងការលក់ផលិតផលរបស់ក្លឹបជាដើមរីឯការចំណាយវិញគឺផ្ដោតសំខាន់ទៅលើតម្លៃផ្ទេរកីឡាករនិងប្រាក់ខែជារួមខណៈដែលការចំណាយលើការអភិវឌ្ឍយុវជនកីឡដ្ឋានឬបាល់ទាត់នារីមិនត្រូវបានរាប់បញ្ចូលនៅក្នុងការគណនាឡើយដោយគេចាត់ទុកថាជាការចំណាយឬ good spending ចំណុចសំខាន់មួយទៀតគឺម្ចាស់ក្លឹបមិនអាចចាក់បញ្ចូលប្រាក់ផ្ទាល់ខ្លួនរបស់ខ្លួនចូលទៅក្នុងក្លឹបដោយគ្មានដែនកំណត់បានទេហើយរាល់កិច្ចព្រមព្រៀងឧបត្ថម្ភត្រូវបានមានតម្លៃសមស្របតាមទីផ្សារ fair market value ដើម្បីជៀសវាងការបំផោងចំណូលក្លែងក្លាយអ្នកគាំទ្រ Financial Fair Play អះអាងថាច្បាប់នេះពិតជាមានប្រសិទ្ធភាពវាបានជួយកាត់បន្ថយបំណុលសរុបរបស់ក្លឹបនៅអឺរ៉ុបបានយ៉ាងច្រើននិងបានរារាំងការចំណាយដោយខ្វះការពិចារណារបស់ម្ចាស់ក្លឹបថ្មីមួយចំនួននិងជំរុញក្លឹបនីមួយៗត្រូវគ្រប់គ្រងអាជីវកម្មរបស់ខ្លួនឲ្យមាននិរន្តរភាពជាងមុនទោះជាយ៉ាងណាក្តីមានភាគីម្ខាងទៀតបានរិះគន់យ៉ាងខ្លាំងថា Financial Fair Play គឺជាឧបករណ៍ដើម្បីតែសម្រាប់ការពារក្លឹបអ្នកមានពួកគេបានអះអាងថាក្លឹបដែលមានប្រវត្តិជោគជ័យយូរអង្វែងនិងមានមូលដ្ឋានអ្នកគាំទ្រទូទាំងពិភពលោកដែលមានដូចជា Real Madrid, Bayern Munich, Manchester United ជាដើមគឺជាក្លឹបដែលមានប្រៀបយ៉ាងខ្លាំងដោយសារតែពួកគេមានចំណូលពាណិជ្ជកម្មដ៏មហាសាលរួចទៅហើយដែលអនុញ្ញាតឲ្យពួកគេអាចចំណាយច្រើនជាងក្លឹបតូចៗតាមផ្លូវច្បាប់វាធ្វើឲ្យក្លឹបដែលមានមហិច្ឆតាចង់ប្រជែងជាមួយក្រុមកំពូលឬក៏ New Money Club ពិបាកនឹងរីកចម្រើនខ្លាំងណាស់ព្រោះការចំណាយរបស់ពួកគេត្រូវបានកំណត់ដោយចំណូលដែលនៅមានកម្រិតទាបជាងនេះទៅទៀតភាពចម្រូងចម្រាសជុំវិញការដែលក្លឹបមួយចំនួនដូចជា Manchester City និង PSG ត្រូវបានគេចោទប្រកាន់ថាបានប្រើប្រាស់កិច្ចព្រមព្រៀងឧបត្ថម្ភពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយនឹងម្ចាស់ក្លឹបដើម្បីបំផោងចំណូលក៏ជាចំណុចក្តៅគគុកមួយផងដែរជារួមមកគោលការណ៍របស់ Financial Fair Play គឺមានភាពស្មុគស្មាញជាខ្លាំងដោយម្ខាងវាបានជួយទប់ស្កាត់ភាពវឹកវរផ្នែកហិរញ្ញវត្ថុបានមួយកម្រិតប៉ុន្តែម្ខាងទៀតវាបានប្រឈមនឹងការចោទប្រកាន់ដែលបង្កើតរបាំងការពារក្លឹបមហាអំណាចនិងរារាំងការប្រកួតប្រជែងពិតប្រាកដ